ប្រហែលថ្ងៃនេះគឺផ្ទុះការចាប់អារម្មណ៍ខ្លាំងមែនតើបងប្អូននៅលើបណ្ដាញសង្គមយើងហ្នឹងថ្មីហ្នឹងឯងទីតាំងភ្នំស្រង់យើងឥឡូវអត់ដូចមុនទេគឺភ្នំស្រង់នៅខេត្តកំពង់ស្ពឺយើងហ្នឹងឥឡូវគេបានដាក់រហស្សនាមថ្មីហើយគឺឆុងឈីងសាខាស្រុកខ្មែរព្រោះតែវាមានចំណុចពិសេសចំណុចពិសេសហ្នឹងដូចអ្នកនរគ្នាបានឃើញអញ្ចឹងវាមានស្ថាបត្យកម្មបែបចិនបុរាណសាងសង់វិហាររូបសំណាកនិងការតុបតែងលម្អផ្សេងគឺដូចទៅនឹងសំណង់ស្ថាបត្យកម្មនៅប្រទេសចិនអញ្ចឹងឯងបងប្អូនធ្វើឲ្យយើងអ្នកទស្សនាទាំងខ្ញុំទាំងគេហ្នឹងគឺទទួលបានអារម្មណ៍ថ្មីប្លែកភ្នែកដោយសារយើងអាចដែលទទួលបានអាទេសភាពបែបហ្នឹងនិងស្ថាបត្យកម្មបែបហ្នឹងអីចឹងណាតែបើនិយាយពីទេសភាពជុំវិញគឺស្អាតមែនតើបងប្អូនដោយសារទីតាំងហ្នឹងវានៅស្ថិតនៅតំបន់ភ្នំដល់ពេលខ្លះវាមានអាខ្យល់អាកាសត្រជាក់មកនិងពេលខ្លះវាមានអាអាប់នៅលើភ្នំទៀតនិយាយពីថាបង្កើនភាពតាក់ទាញខ្លាំងមែនតើនឹងផ្ដល់បរិយាកាសស្តៀងទៅនឹងតំបន់ទេសចរក្នុងប្រទេសចិនពិតតែម្ដងហើយទីកន្លែងនេះបានក្លាយទៅជាគោលដៅដ៏ពេញនិយមមួយហើយថ្មីនេះសម្រាប់អ្នកចូលចិត្តដើរលេងថតរូបដើរលេងកម្សាន្តចង់ទទួលបានបទពិសោធន៍ថ្មីដោយមិនចាំបាច់ចំណាយប្រាក់ទៅលេងក្រៅប្រទេសឬក៏ធ្វើប៉ាសពតធ្វើអីចឹងណាបងប្អូនវាមានតែខាតបងអីចាក់សាំងអស់តែ1លីត្រគឺមកលេងបានហើយទេសភាពស្អាតខ្លាំងមែនតើគ្រាន់តែពេលនេះគេអត់ទាន់បានឲ្យយើងចូលទៅថតរូបដល់ខាងក្នុងទេដោយសារគេកំពុងតែសាងសង់បន្ថែមអញ្ចឹងយើងបាននៅខាងក្រៅនឹងឯងថតខ្លះពីសកម្មភាពពីរូបសំណាក់ផ្សេងដូចជាវិហារផ្សេងហ្នឹងគឺបានថតដល់ពីចងាយទេបងប្អូនថតពីខាងក្រៅទេយើងអត់បានចូលទៅដល់ខាងក្នុងទេហើយខ្ញុំទៅលេងថ្ងៃហ្នឹងគឺមានបងប្អូនយើងមកលេងច្រើនដោយសារវាផ្ទុះខ្លាំងមែនតើនៅលើបណ្ដាញសង្គម Facebook របស់យើងផ្ទុះខ្លាំងយកតែមែនតើណាបងប្អូនដោយសាររហូតដល់ខ្ញុំទ្រាំអត់បានចាក់សាំង1លីត្រមកលេងថតរូបយើងផ្ដិតវីដេអូខ្លះឲ្យបងប្អូនយើងមើលដែរកុំឲ្យថាំងស្ងាត់មួយរយៈនេះអត់ដែលឃើញដើរទៅណាចុះអញ្ចឹងហ្នឹងវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរបងប្អូនជួបគ្នានៅវីដេអូក្រោយឆុងឈីងស្រុកខ្មែរ